ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកចែករំលែកតាក់ទងជាមួយនឹងរបៀបថតរូបដើម្បីដាក់ឆ្នោតដាក់ទៅក្នុងឆ្នោត DV Lottery ឆ្នាំ2027ខ្ញុំធ្វើវីដេអូនេះគ្រាន់តែចង់ចែករំលែកតាក់ទងនឹងរបៀបថតរូបទេខ្ញុំក៏ជាបេក្ខជនមួយដែរហើយបានដាក់2 ដងដែរហើយតែវាអត់ជាប់តែបើសិនជាបងប្អូនអាចធ្វើតាមវិធីខ្ញុំចង់ដាក់ក៏បានឬក៏បងប្អូនចង់សាកល្បងដាក់ទៅពីព្រោះខ្ញុំដាក់ហើយវាទទួលបានលេខ conference number សម្រាប់ទាញតែគាត់ថាវាអត់បានជាប់តែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនដំបូងថតរូបធម្មតាមកឲ្យគេថតឲ្យហ្នឹងពាក់កណ្ដាលខ្លួនទៅឲ្យថតឲ្យច្បាស់កុំឲ្យមានបាត់ជាបន្ទាប់មកទៀតយើងថតនៅណាក៏បានដែរបន្ទាប់មកបានចាំយើងទៅធ្វើការបដូរ background ទៅធ្វើការបដូរ background យកផ្ទៃពណ៌សសិនពីព្រោះគេតម្រូវឲ្យមានផ្ទៃ background ពណ៌សអញ្ចឹងយើងត្រូវចូលទៅក្នុង Google ហើយយើងយកពាក្យ change background photo តើយើងចុចកន្លែង change image background ហ្នឹងទៅបន្ទាប់មកបានហើយគឺយើងចូលទៅក្នុងកន្លែង upload image នេះដើម្បីជ្រើសរើសយករូបថតដែលយើងបានថតហ្នឹងខ្ញុំដាក់នេះខ្ញុំយករូបថតដែលមានស្រាប់នៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំហ្នឹងយកមកដាក់ហើយបន្ទាប់មកបានហើយអញ្ចឹងយើងមើលខាងក្រៅហ្នឹងគឺវាមានផ្ទៃពណ៌សទេគឺវាមានដាមអញ្ចឹងយើងត្រូវការបដូរវាអញ្ចឹងយើងចូលទៅក្នុងកន្លែង background color អញ្ចឹងយើងរើសយកពណ៌សមកអញ្ចឹងវាបានហើយអញ្ចឹងទៅបានហើយយើងធ្វើការ download វាទុកបានអញ្ចឹងហើយសម្រាប់ហើយយើងចូលទៅកម្មវិធីមួយទៀតដើម្បីធ្វើការ download កម្មវិធីមួយទៀតធ្វើការកាត់តម្រឹមរូបថតអញ្ចឹងយើងចូលទៅក្នុង Google Play មកហើយយើងចូលទៅក្នុងពាក្យថា passport photo edit អញ្ចឹងយើងចូលបានហើយយើងចុចពាក្យ install ចាអញ្ចឹងបន្ទាប់ពីបានហើយអញ្ចឹងយើងអាចធ្វើការ upload របស់រូបថតដែលយើងថតអំបញ្ញមិញហើយនឹងបដូរ background ហ្នឹងមកយើងចុចកន្លែង new photo អញ្ចឹងយើងយកពាក្យ US visa or passport អញ្ចឹងយើងចុចពាក្យត្រង់ហ្នឹងទៅហើយយើងចុចយក600មកដើម្បីឲ្យវាច្បាស់អញ្ចឹងយើងចុច OK ឥឡូវមកដោយសារតែកម្មវិធីថ្មីតែបើកម្មវិធីថ្មីទេវាមានស្រាប់ហើយមិនអាចចុចទៀតទេអញ្ចឹងនៅខាងក្រោមនេះវាមានពាក្យកាមេរ៉ាជាមួយនឹង gallery អញ្ចឹងកាមេរ៉ាមានន័យថាយើងចង់ថតខ្លួនឯងក៏បានប៉ុន្តែវាពិបាកត្រង់ថាយើងទៅរក background ណាដែលវាសច្បាស់ឲ្យវាត្រូវដើម្បីឲ្យកម្មវិធីហ្នឹងវាទទួលយកបានតែខ្ញុំជ្រើសរើសយក gallery ស្រួលជាងដែលយើងថតហើយមិញហ្នឹងយើងយក gallery មកហើយយើងយកថតដែលយើងបានកាត់ចូលមកតើមកយើងចុចពាក្យដោយសារតែកម្មវិធីនេះយើងនេះវាមានការរំខានអញ្ចឹងយើង skip វាទៅហើយយើងចុច next ហើយវាកាត់ឲ្យហើយអញ្ចឹងយើងចុចយកពាក្យ crop បន្ទាប់ពី crop បានហើយគឺយើងចុច next ទៀតអញ្ចឹងអូខេវាដាក់នៅពេលដែលវាដាក់ថា photo size ហើយនឹង background color នេះគឺបានពណ៌ screen នេះមកមានថារូបថតរបស់យើងគឺបានជោគជ័យហើយយើងអាច upload ចូលទៅគឺវានឹងទទួលយកហើយវាយើង complete អស់ហើយអញ្ចឹងខ្ញុំមានតែប៉ុណ្ណេះក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងសូមបងប្អូនទាំងអស់គ្នាអនុវត្តវិធីខាងហ្នឹងទៅគឺងាយស្រួលខ្ញុំមិនបាច់ទៅជាងឲ្យគេថតឲ្យទេអញ្ចឹងចុច save មកអញ្ចឹងរូបថតយើងគឺវា save នៅក្នុង gallery បានសម្រាប់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាសូមជម្រាបលា